តោះឡើយយើងមកដោះ service machine Epson បាទម៉ាក PXM 5 41S បាទបាទនេះ maintenance box បាទផ្ញើមកពីខាងបាទតំបន់ព្រែកមួយបាទខេត្តពោធិ៍សាត់បាទបញ្ជាក់បាទខ្ញុំនៅកំពង់ស្ពឺទេបាទអញ្ចឹងអាចផ្ញើបានបាទគ្រប់ខេត្តក្រុងបាទហើយតែវ៉ាន់មកដល់ដៃគឺខ្ញុំថតបាទផ្ញើតាម Telegram ឲ្យវិញតោះឥឡូវមកមើលគាត់ផ្ញើ maintenance box គាត់មកបាទតិចបាទកាន់ដៃមួយបាទនេះជា maintenance box របស់គាត់បាទនេះ maintenance box គាត់បាទនេះជា chip maintenance box គាត់បាទឥឡូវយើងចង់ដឹងថាអស់មិនអស់ឥឡូវយើងមើលទាំងអស់គ្នាបាទអានេះម៉ាស៊ីនខ្ញុំបាទកំពុងបើកដំណើរការបាទអានេះយើងអត់ទាន់ដោះ maintenance box ចេញទេអានេះ maintenance box របស់ភ្ញៀវបាទឥឡូវដោះ maintenance box របស់ខ្ញុំចេញបាទយើងច្បាច់ពីក្រោយមកបាទអញ្ចឹងបាទមានបងប្អូនបាទតម្រូវការចង់ផ្ញើមកដោះអីបាទអាចដោះដូចខ្ញុំបានបាទនេះ maintenance box នៅខាងក្រោយនេះបាទនេះយើងចាប់ពីកន្លែងហ្នឹងមកបាទនេះមកបាទនេះអាចាស់របស់ខ្ញុំដែលខ្ញុំកំពុងប្រើនៅលើម៉ាស៊ីនខ្ញុំហ្នឹងបាទហើយយើងដកចេញមកបាទអញ្ចឹងវាទាឲ្យយើងដាក់ចូលបាទឥឡូវយើងដកវាចេញអញ្ចឹងអានេះរបស់ខ្ញុំអាចាស់ហើយអានេះរបស់ខ្ញុំម្ចាស់នេះរបស់ភ្ញៀវបាទឥឡូវចង់ដឹងថារបស់ភ្ញៀវគាត់អស់ឬក៏អត់ឥឡូវខ្ញុំសូមបាទរបស់ភ្ញៀវចូលមើលបាទហើយក្របវាវិញមកលឹបបាទអញ្ចឹងយើងចុចដានមកបាទនេះអញ្ចឹងបងប្អូនមើលបាទនេះ maintenance box is at the end បាទ of service line បាទ you need to replace it បាទអញ្ចឹងគឺ maintenance box ហ្នឹងគឺវាបាទ service វាគឺពេញហើយបាទអញ្ចឹងគឺវាអស់ service វាហើយបាទអញ្ចឹងវា load code នេះបាទ T6711 បាទអញ្ចឹងយើងបាទធ្វើការដូរវាបាទនេះអញ្ចឹងវាសួរយើង yes replace ណាយើងចុច yes មកបាទតបមកវាឲ្យយើងបាទអស់ចុចបាទចុចតាមវាបងចុចនេះបាទចុចអីវានៅតែចេញអញ្ចឹងបានន័យថាវាអស់ហើយបាទតោះឥឡូវយើងដោះវាចេញវិញបាទអញ្ចឹង maintenance box របស់ភ្ញៀវគាត់ផ្ញើមកហ្នឹងគឺអស់ហើយបាទអស់ service វាហើយបាទនេះរបស់ភ្ញៀវអានេះរបស់ខ្ញុំឯងបាទឥឡូវខ្ញុំដាក់របស់ខ្ញុំវិញចាំមើលវាដើរអត់មកថាបាទយើងស្ពិនភ្នែកអីឥឡូវសោករបស់ខ្ញុំចូលវិញហើយខ្ញុំបិទក្របវាវិញបាទហើយខ្ញុំចុចពាក្យដាន់បាទដើម្បី check មើលថា maintenance box យើងហ្នឹងវាអស់ service នៅបើសិនជាយើងចុចដាន់ហើយវា load ឲ្យយើងចុច copy អាហ្នឹងយើងបាទដំណើរការធម្មតាឥឡូវយើងចុចដាន់មើលឃើញទេបងប្អូនបាទអញ្ចឹង maintenance box យើងគឺនៅបាទនៅអត់ទាន់អស់ service វាទេបាទហើយចង់ដឹងយើងអាចចូល setting នេះក៏បានបាទហើយចូល maintenance box បាទ service line នេះខាងលើនេះចាក់លើនេះមកបាទនេះអញ្ចឹងអាផ្នែកពណ៌សហ្នឹងគឺយើងបានប្រើអស់ហើយចំណែកពណ៌ខ្មៅនេះគឺយើងមិនទាន់បានប្រើតិចទៀតវា load ធ្លាក់មកក្រោមរហូតអស់បាទអស់ហ្នឹងហើយគឺវា load បាទអស់ service ហើយអញ្ចឹងបងប្អូនអាចតាក់ទងបាទផ្ញើមកបាទ reset បានបាទឥឡូវយើងអត់ចាំយូរទេបាទឥឡូវយើងធ្វើការ reset វាបាទអញ្ចឹងអានេះម៉ាស៊ីនខ្ញុំបាទសិនទូចតែមួយតែដោះរាប់បាទ100ប្រអប់ហើយបាទឥឡូវយើងធ្វើការដោះវាបាទអញ្ចឹងអត់មានអីបាក់ទេដាក់ឲ្យតែចំវាទាំងមកដោះបានហើយវាបាក់បន្តិចបងប្អូនដៃមួយ
បាទនេះតពីយើងដោះរួចមកវាលោតពណ៌ខៀវចេះបាទបៃតងនេះបាទនេះថាយើងដោះបានជោគជ័យហើយអញ្ចឹងតែប៉ុណ្្នឹងបាទអញ្ចឹងរួចរាល់ហើយបាទមែនតើបុកនេះហើយខ្ញុំនឹងដាក់ឲ្យប៉ងឲ្យនៅខាងក្នុងនឹងវិញដើម្បីរក្សាទឹកថ្នាំកាកសំណល់បាទអញ្ចឹងបងប្អូនកុំយល់ច្រឡំណានៅពេលដែលយើងអស់សវិសយើងបាទយកកតិចឲ្យប៉ងក្នុងនឹងចេញអស់យើងដាក់ចូលវិញក៏នៅតែវាលោតពាក្យអស់សវិសដែរបាទដោយសារអីបាទគឺវាកត់ត្រានៅលើ chip នេះបាទឥឡូវបោះភ្ញៀវយើងធ្វើការដោះរួចរាល់ហើយបាទហើយនេះបោះខ្ញុំកំពុងដំណើរការនេះអញ្ចឹងឥឡូវខ្ញុំបាទដោះបោះខ្ញុំចេញហើយបន្ទាប់មកខ្ញុំដាក់បោះភ្ញៀវចូលបាទបោះភ្ញៀវដែលផ្ញើមកខ្ញុំមិញហ្នឹងបាទនេះបោះខ្ញុំបាទខ្ញុំដាក់មកទីហៀងនេះនេះបោះភ្ញៀវណាខ្ញុំដោះរួចរាល់មិញហ្នឹងឥឡូវខ្ញុំសោកចូលវិញឡុកបាទហើយតបមកយើងក្របវាទៅតបពីខ្ញុំដោះឲ្យបងប្អូនយកទៅដោះសោកដូចខ្ញុំមកហើយក្របវាវិញហ្នឹងទៅបាទហើយបើមើលនៅម៉ាស៊ីនយើងមកបាទតបមកវាឲ្យយើងដាក់ maintenance box ណាដាក់ឲ្យចូលឲ្យបានត្រឹមត្រូវឥឡូវយើងដាក់ចូលត្រឹមត្រូវអស់ហើយតបមកយើងចុចពាក្យដានមកបាទអូខេហើយរួចរាល់ហើយបងប្អូនបាទអញ្ចឹងគឺដោះបានជោគជ័យហើយឥឡូវយើងចង់ដឹងថា maintenance box យើងបាទសវិសវា full អត់យើងចូល setting មកបាទហើយយើងចុច maintenance box ខាងលើនេះបាទឃើញ full ទេបងប្អូនបាទអញ្ចឹងអត់មានអស់ឲ្យមួយកម្មទេរបស់ខ្ញុំអាចារ្យនេះខ្ញុំប្រើអស់ឡើងមួយកម្មហើយរបស់គាត់នេះខ្ញុំដោះមិញឥឡូវពេញបាទពេញ full វាអញ្ចឹងតែប៉ុណ្ណឹងបងប្អូនយកទៅដោះសោកចូលម៉ាស៊ីនចុចពាក្យដានបាទហើយអាចឆែកមើលបាទ maintenance box នេះបានបាទនេះ maintenance box service line នេះអញ្ចឹងបើសិនជាវាលោតពាក់កដាឬមកដល់ចិត្តក្រោមមកនៅចិត្តអស់ហើយទៅពេលដែលអស់គឺវាលោត message ប្រាប់យើងថាអស់ service ហើយបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងបងប្អូនហើយត្រូវការបាទដោះអីដោះ service បាទម៉ាស៊ីនម៉ាកបាទ PX5 កด 41S នេះអាហ្នឹងបងប្អូនផ្ញើថាដោះតែប្រអប់តែប៉ុណ្ណឹងមកបាទបងប្អូននេះដោះចឹងមកហើយទាញនេះមកបាទហើយដាក់តាមដាក់ចូលថងចឹងទៅផ្ញើជាប្រអប់ចឹងមកដល់ខ្ញុំមកបាទដាក់សីឋានមកចាំខ្ញុំតាក់ទងមកខ្ញុំមកចាំខ្ញុំដាក់សីឋានខ្ញុំឲ្យផ្ញើមកគឺមកដល់ខ្ញុំបាទអញ្ចឹងវីដេអូនេះវាប៉ុណ្ណឹងបងប្អូនបាទសូមអរគុណចានេះខ្ញុំអត់ទាន់បានដាក់ maintenance box នេះចូលវិញហើយដាក់ maintenance box នេះចូលវិញឡុករោបឃ្លឹបបាទហើយចុចពាក្យដានបាទហើយអូខេហើយមើលបាទlive time maintenance box ខ្ញុំបាទចុចបាទនេះវានេះឃើញអត់បងខ្ញុំម្ចាស់នេះបាទខ្ញុំប្រើអស់ប៉ុណ្ណេះហើយបាទអញ្ចឹងវានៅច្រើនទៀតណាហើយបើសិនប្រើតែអស់ខ្ញុំអាចដោះបានទៀតបាទអញ្ចឹងបងប្អូនមានតម្រូវការបាទតាក់ទងបាទតាមlink Telegram ខាងក្រោមដែលខ្ញុំដាក់ក្រោមបាទ description like YouTube ហ្នឹងបងប្អូនមើល YouTube ទៅហើយចុចមកក្រោមមកឃើញខ្ញុំដាក់ link នៅខាងក្រោមវីដេអូហ្នឹងបងប្អូនបាទអញ្ចឹងសូមអរគុណ